អនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រកម្មវិធីរបស់យើងក៏សូមលើកយកនៅប្រធានបទថ្មីមួយទៀតបង្ហាញជូននិងបកស្រាយចាឥឡូវនេះក៏ជាឱកាសនេះអរគុណទៅដល់ចាលោកលោកស្រីកន្លងមកដែលបានចាសម្រេចចិត្តអនុញ្ញាតឲ្យខ្លួនឯងចារៀននៅវិជ្ជាថ្មីមួយទៀតគឺវិជ្ជានៅហេងមុខចាការអានមុខរបស់យើងការមើលទឹកមុខរបស់យើងក៏ប៉ុន្តែថ្ងៃនេះយើងចង់ឲ្យបងប្អូនបន្តការស្វែងយល់និងសិក្សាជាមួយយើងតាមរយៈប្រធានបទមួយទៀតនោះគឺថាតើវិជ្ជាហុងស៊ុយនិងវិជ្ជានៅហេងនេះមានទំនាក់ទំនងជាមួយគ្នាយ៉ាងដូចម្តេចខ្លះដែរចាអញ្ចឹងមានការបកស្រាយពីលោកគ្រូអ្នកគ្រូទាំងពីររូបចាស្វាគមន៍ជំរាបសួរជំរាបសួរអ្នកគ្រូវិណានិងលោកគ្រូភិរមដែលចូលខ្លួនបកស្រាយនៅប្រធានបទដ៏សំខាន់នៅក្នុងសប្តាហ៍នេះតែម្ដងសិតតែអ្នកមានហេងល្អណាមកលោកគ្រូភិរមចាទើបតែបញ្ចប់ការសិក្សាថ្មីនេះដែរចាអញ្ចឹងចង់ឲ្យលោកគ្រូជួយឲ្យបងប្អូនស្វែងយល់ឲ្យបានកាន់តែច្បាស់ពីប្រធានបទយើងថ្ងៃនេះបាទចាអញ្ចឹងដូចតែបងធ្លាប់បានចូលរួមកម្មវិធីសិក្សាហើយវគ្គមូលដ្ឋានគ្រឹះងើហេងចាងើហេងយើងនិយាយអំពីទម្រង់មុខដោយឡែកប៉ាជឿបើសិនជាយើងបកប្រែឲ្យចំទៅតាមភាសាចិនគឺតួអក្សរទាំង8ដែលគណនាចេញពីឆ្នាំខែថ្ងៃនិងម៉ោងកើតពិតប្រាកដរបស់យើងអញ្ចឹងថ្ងៃខែឆ្នាំកំណើតរបស់យើងនេះគឺកំណត់ថាតើយើងគឺជាមនុស្សដែលមានសក្តានុពលបែបណាយើងគឺជាមនុស្សដែលនឹងមានឱកាសការងារនៅពេលណាដែលល្អមួយអញ្ចឹងយើងដឹងពី insight រឿងយើងដឹងពីខាងក្នុងរបស់យើងចាអញ្ចឹងយើងកណនាដើម្បីរកភាពសមតុល្យនៅក្នុងតួរាសីអញ្ចឹងយើងមានធាតុទាំង5គឺធាតុឈើធាតុភ្លើងធាតុដីធាតុមាសនិងធាតុទឹកដោយដែលបងធ្លាប់បានតាមដានប្រធានបទកាលពីមុនមកអញ្ចឹងចាអញ្ចឹងឲ្យស៊ីជម្រៅថាតើថ្ងៃខែរបស់យើងនេះយើងជាមនុស្សដែលមានតួខ្លួនឬមួយក៏ Day Master ឬមួយក៏តួ DT របស់យើងនេះគឺជាតួខ្លួនប្រភេទបែបណាជាធាតុបែបណាអញ្ចឹងយើងយកតួខ្លួននេះគឺជាតួតាំងមួយដើម្បីកណនាមើលថាតើយើងមានធាតុណាលើសឬមួយក៏មានធាតុណាខ្វះយើងកណនាស៊ីជម្រៅដឹងថាយើងគួរកែបែបណាបើសិនជាយើងលើសធាតុអីយើងគួរកាត់បន្ថយបែបណាបើសិនជាយើងខ្វះធាតុអីយើងគួរតែបន្ថែមបែបណាអញ្ចឹងការប្រើប្រាស់ធាតុត្រូវការនេះដូចជាការប្រើប្រាស់ពណ៌ការប្រើប្រាស់ទិសការប្រើប្រាស់ដូចជាអាជីវកម្មតែត្រូវជាមួយនឹងធាតុត្រូវការរបស់យើងនេះគឺពិតជាសំខាន់យើងអាចដឹងថាតើយើងគួរប្រកបអាជីវកម្មខ្លួនឯងធ្វើការជាមន្ត្រីរាជការឬមួយក៏ធ្វើជាបុគ្គលិកក្រុមហ៊ុនយើងអាចដឹងដោយការដែលយើងមើលនៅប៉ាជឺចាជាតារាងរិស័យរបស់អតិថិជនចាយើងមិនអាចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតរបស់យើងបានទេបាទអញ្ចឹងបើសិនជាយើងក៏លេចទៅមើលនៅហេងមុខវិញនៅហេងមុខសូមលោកគ្រូជួយបន្ថែមចាអរគុណណាស់ថ្ងៃនេះយើងនឹងធ្វើការវែកញែកដើម្បីបងប្អូនទស្សនិកជនទាំងអស់ទទួលបានព័ត៌មានឲ្យបានច្រើនទទួលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយចំពោះការវិភាគដំណើរជីវិតในពេលបច្ចុប្បន្នយើងយកជាគោលយើងប្រើពីរវិជ្ជាផ្សេងគ្នាទីមួយយើងប្រើលើវិជ្ជាប៉ាជឺដែលធ្វើការវិភាគអំពីដំណើរជីវិតមួយទៀតគឺយើងប្រើវិជ្ជាងើហេងនៅក្នុងការវិភាគអំពីដំណើរជីវិតដូចគ្នាដោយគ្រាន់តែមានការញែកគ្នាអញ្ចេះទេញែកគ្នាត្រង់ថាបើសិនជាបុគ្គលទាំងឡាយណាដែលមានថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតគឺគេយកទៅប្រើនៅក្នុងវិជ្ជាប៉ាជឺដើម្បីធ្វើការលម្អិតឲ្យដឹងថាតួអក្សររបស់ខ្លួនឯងនៅក្នុងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតនោះមានធាតុអីខ្លះដើម្បីយើងយកមកប្រើមានតួអង្គណាខ្លះដែលចូលមកអមដំណើរនៅក្នុងជីវិតយើងរស់នៅយើងត្រូវប្រើប្រាស់របៀបបែបណាដើម្បីឲ្យយើងធ្វើការរកស៊ីធ្វើការងារឬក៏យើងរកឱកាសឬក៏យើងរកមិត្តភ័ក្តិដៃគូប្រកបអាជីវកម្មផ្សេងគឺទៅតាមធាតុត្រូវការនោះចំណែកឯមុខវិជ្ជាងើហេងវិញវិជ្ជាងើហេងក៏ជាវិជ្ជាមួយដែលធ្វើការវិភាគអំពីដំណើរជីវិតរបស់បុគ្គលនោះដែរគ្រាន់តែថាវិជ្ជាងើហេងវិភាគដំណើរជីវិតមិនយោងទាំងស្រុងទៅលើថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតទេគឺយោងទៅលើតួមុខរបស់បុគ្គលម្នាក់តែម្ដងហើយបុគ្គលម្នាក់មុខអត់ដូចគ្នាទេទោះបីថាអូយើងអង្គុយគ្នា100នាក់កុំថា100នាក់1000នាក់ក៏មិនទាន់មានដូចគ្នាមួយផងក៏នៅខុសគ្នានៅតែមានចំណុចខុសគ្នាអ
អញ្ចឹងចំណុចខុសគ្នាបែបណានៅលើទម្រង់នីមួយនៅលើទម្រង់គាត់ដែលយើងអាចកំណត់បានសួរថាយើងវិភាគងើហេងយើងអាចដឹងថាបុគ្គលម្នាក់នោះគួរប្រើប្រាស់ធាតុអីដែរឬទេដឹងនៅក្នុងការវិភាគងើហេងបើទោះបីគាត់បាត់ថ្ងៃខែឆ្នាំកំណើតក៏ដោយគ្រាន់តែថាបើសិនជាយើងវិភាគក្បួនប៉ាជឺយើងអាចធ្វើការគណនាដោយលឿនថាកំណត់ថាបុគ្គលម្នាក់នេះធាតុត្រូវការធាតុអីប្រើធាតុនឹងទៅបានណា មើលឃើញថាបានភ្លាមបានភ្លាមចំពោះមុខវិជ្ជាងើហេងក៏យើងអាចមើលឃើញភ្លាមដែរពីព្រោះមុខនៅនឹងមុខហើយរឿងអីយើងមើលមិនដឹងយើងមើលមិនឃើញបាទមើលឃើញតែម្ដងបាទអញ្ចឹងហើយការកំណត់រោគធាតុត្រូវការរបស់បុគ្គលម្នាក់ក៏អាចកំណត់បានតាមរយៈទម្រង់មុខដោយមិនចាំបាច់ដឹងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតអូអញ្ចឹងមានន័យថាការមើលងើហេងមុខគឺយើងអាចដឹងធាតុត្រូវការរបស់គាត់ទៀតបាទអាចដឹងទី1កាលណាយើងដឹងធាតុត្រូវការរបស់បុគ្គលម្នាក់តាមរយៈការវិភាគងើហេងហើយក៏យើងដឹងថាបុគ្គលម្នាក់នោះទិសល្អរបស់គាត់នៅទិសណាសម្រាប់គាត់ទិញផ្ទះល្អបែរមុខទៅទិសណាបើមុខរបររស៊ីគួរបែរទៅទិសណាក្បាលដំណេកគួរទៅទិសណាដឹងដូចគ្នាតាគ្រាន់តែថារបៀបនៅក្នុងការប្រើវិជាផ្សេងគ្នាឬក៏វិធីសាស្ត្រផ្សេងគ្នាប៉ុន្តែទៅដល់គោលដៅតែមួយបាទទៅដល់គោលដៅតែមួយនៅក្នុងការដែលរៀននេះណាបើយើងរៀនឲ្យបានដិតដល់មែនទែនមុខវិជ្ជាពីរហ្នឹងវាស្របទិសគ្នាទៅរកគោលដៅតែមួយនោះអញ្ចឹងមានលក្ខណៈសំខាន់ណាឲ្យតែយើងសិក្សាដិតដល់ទៅយើងអាចរកធាតុត្រូវការឃើញយើងអាចរកទិសក្បាលដំណេកឃើញពេលដែលដឹងទាំងពីរនោះហើយក៏យើងដឹងប្រភេទមុខរបរដែលគាត់រកស៊ីបានដែរពិតប្រាកដណាបាទអញ្ចឹងនៅវគ្គបន្តយើងនឹងជជែកលើចំណុចនេះបន្ថែមឲ្យកាន់តែលម្អិតថែមទៀតស្ដាប់ទៅដូចថារំភើបដល់ហើយ so exciting អង់គ្លេសថាចឹងណាបាទចង់ដឹងមែនតើបាទជឿជាក់ថាពុកម៉ែបងប្អូនដែលកំពុងតែទស្សនាជាមួយនឹងកម្មវិធីរបស់យើងកាន់តែចង់ដឹងថែមទៀតជាមួយនឹងប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះអញ្ចឹងបងប្អូនរបស់យើងទាំងអស់គ្នាបើសិនជាមាននៅចម្ងល់អាចធ្វើការទម្លាក់នៅ comment របស់បងប្អូនដែលយើងនឹងមានក្រុមការងារក៏ដូចជាលោកគ្រូអ្នកគ្រូដែលមានជំនាញផ្នែកហុងស៊ុយនឹងរងចាំឆ្លើយនៅសំណួររបស់បងប្អូនរបស់យើងទាំងអស់គ្នាអរគុណច្រើននៅពេលនេះពីកម្មវិធីអនុញ្ញាតសម្រាប់បន្តិចសិន